បាទជំរាបសួរបងប្អូនអ្នកគ្នាសាជាថ្មីម្ដងទៀតចឹងថ្ងៃនេះយើងនឹងបន្តខ្លឹមពិសាមួយជាមួយគ្នាដូចសពមួយដងហើយចឹងថ្ងៃនេះយើងនឹងបន្ត Unit 12 Lesson C There Be Grammar វិធីកក្នុងភាសាអង់គ្លេសបាទចឹងថ្ងៃនេះយើងរៀនពាក្យតជាមួយនឹង will for prediction ហើយនឹង may for possibility តើ will for prediction តើយើងប្រើប្រាស់ដោយរបៀបណាហើយយើងប្រើប្រាស់នៅក្នុងលក្ខខណ្ឌបែបណាសកម្មភាពបែបណាចំណែកឯ may for possibility តើយើងប្រើប្រាស់នៅក្នុងលក្ខខណ្ឌបែបណានិងប្រើដើម្បីចង់និយាយអំពីអីស្ថិតនៅស្ថានភាពបែបម៉េចតែយើងប្រើនៃឬក៏មិនហើយតើវាមានទម្រង់បែបណាបាទក្នុងភាសានេះអូខេអញ្ចឹងយើងនឹងចាប់ដើមជាមួយគ្នាអញ្ចឹងដំបូងយើងនឹងចាប់ដើមជាមួយ will for prediction បាទអូខេ will for prediction used for predictions when you are expressing a belief about the future often without strong evidence អញ្ចឹងwill ដែលយើងប្រើនឹង will for prediction ហ្នឹងបាទមានន័យថាប្រើនឹងដើម្បីនិយាយអំពីការស្មានឬក៏ការទូទាយទៅលើសកម្មភាពអីមួយហ្នឹងគឺគេប្រើវាដើម្បីទូទាយឬក៏ស្មានទៅពេលដែលអ្នកបង្ហាញចង់បង្ហាញក៏បង្ហាញអំពីbelief មានន័យថាអីដែលអ្នកជឿជាក់ដូចអ្វីដែលយើងជឿជាក់បាទឬក៏សេចក្តីជំនឿជឿណាមួយរបស់ខ្លួនយើងហ្នឹងអំពីអនាគតកាលឬក៏ពេលវេលាដែលនៅខាងមុខបាទដែលជារឿយៗវាអត់មានភ័ស្តុតាងជាក់លាក់ឬក៏ច្បាស់ពីលោកឲ្យពិតប្រាកដណាមួយដើម្បីបង្ហាញថាសកម្មភាពនឹងកើតឡើងទេអញ្ចឹងសរុបមកវិញ will for prediction គឺចង់និយាយអំពីសកម្មភាពឬអ្វីមួយដែលវានឹងកើតឡើងនៅពេលខាងមុខដែលតាក់ទងជាមួយនឹងការគិតរបស់យើងគំនិតឬក៏អារម្មណ៍របស់យើងដែលយើងយល់ឃើញថាវានឹងកើតឡើងបែបនេះបាទអញ្ចឹងយើងនឹងទៅមើលឧទាហរណ៍នៅក្នុងនៃការប្រើប្រាស់វាទាំងអស់គ្នាដើម្បីឲ្យយើងកាត់ច្បាប់អំពី will for prediction អូខេអញ្ចឹង form ទី1គឺសញ្ញាបូកសញ្ញាដកសញ្ញាសួរខ្ញុំក៏បញ្ជាក់ថាវាជាប្រយោគស្របប្រយោគបិសាចនិងប្រយោគសងអញ្ចឹង subject plus will plus base verb plus object អញ្ចឹងយើងមើល I think she will be a great doctor I think she will be a great doctor បាទខ្ញុំគិតថានាងនឹងខ្លាយទៅជាវិជ្ជាបណ្ឌិតដ៏ល្អពេកឬក៏ដ៏អស្ចារ្យបាទអញ្ចឹងខ្ញុំមើល subject នេះគឺ she មិន I think ទេ I think នេះវាគ្រាន់តែជារបៀបឃ្លាមួយដែលចង់និយាយអំពី personality មានន័យថាលក្ខណៈឬក៏ការគិតរបស់យើងដែលយើងគេណាសម្រាប់ខ្ញុំគិតថានាងនឹងខ្លាយទៅជាវិជ្ជាបណ្ឌិតដ៏អស្ចារ្យឬក៏ដ៏ល្អម្នាក់អញ្ចឹងហើយដែលបានយើងហ៊ាននិយាយបែបហ្នឹងឬក៏ខ្ញុំហ៊ាននិយាយបែបហ្នឹងដោយសារតែខ្ញុំមើលឃើញអំពីសមត្ថភាពរបស់គាត់ ability ការសិក្សារបស់គាត់ដែលគាត់កំពុងតែរៀនពេទ្យអញ្ចឹងខ្ញុំជឿជាក់ទៅ believe ខ្ញុំជឿថានៅថ្ងៃអនាគតគាត់នឹងខ្លាយទៅជាវិជ្ជាបណ្ឌិតដ៏អស្ចារ្យប៉ុន្តែគឺថានឹងជាភ័ស្តុតាង strong evidence អត់ទេគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេប៉ុន្តែពេលអនាគតនោះមិនដឹងថាគាត់ខ្លាយទៅជា great doctor ឬក៏អត់ទេយើងអត់ដឹងច្បាស់ប៉ុន្តែនេះជាការស្មាន prediction មានន័យថាការស្មានការទីទុកការគិតទុកមុនរបស់ខ្ញុំនៅពេលអនាគតអំពី she ហ្នឹងយើងនិយាយពី will prediction អូខេយើងមើលឧទាហរណ៍បន្ទាប់ពីរួមបន្ទាប់ដែរគឺបដិសេធយើងគ្រាន់តែ subject បូក will ហើយ cannot ហើយបូក base verb of បូក object អញ្ចឹង base verb ហ្នឹងគឺជាកិរិយាសព្ទដើមមានន័យថាជាកិរិយាសព្ទខ្ទង់ទី1ហើយយើងអត់ខែទូទេមិនថាយើងប្រើនៅក្នុងយើងប្រើជាមួយនឹង subject he she it ក៏ដោយគឺវានៅតែដល់ដែរមិនថាបរិបទទី3ហើយវចនៈឬក៏បរិបទទី1បរិបទទី2គឺវាអត់ប្រែប្រួលទេកិរិយាសព្ទអញ្ចឹងបញ្ជាក់ឡើងហ្នឹងណាអូខេយើងមើលឧទាហរណ៍ it will not or won't អញ្ចឹង will not បាទ will not ហើយនឹង won't មានវាតែមួយទេបាទ won't នេះមកពី will not វាជា shortcut អូខេបាទ rain tomorrow simple short form បាទ won't នេះជា short form របស់ will not អូខេ it will not or won't rain tomorrow អញ្ចឹងវានឹងមិនមានភ្លៀងធ្លាក់នៅថ្ងៃស្អែកទេអញ្ចឹងខ្ញុំគិតទៀតដែរខ្ញុំគិតថាខ្ញុំមើលទៅមេទៅពីស្រឡះថ្ងៃហ្នឹងបាទវាអត់មានពពកវារៀងក្តៅអញ្ចឹងខ្ញុំគិតថាស្អែកក៏វាអញ្ចឹងដែរហើយវានឹងអត់មានភ្លៀងដែរនៅថ្ងៃស្អែក
តាមរយៈអីដែលខ្ញុំឃើញឬក៏ខ្ញុំបានមើលការព្យាករណ៍តុនិយមអីចឹងទៅប៉ុន្តែជាក់ស្ដែងខ្ញុំអត់ដឹងថាថ្ងៃស្អែកភ្លាមនេះប៉ុន្តែវាគ្រាន់តែជាការគិតរបស់ខ្ញុំជាការនឹកឃើញរបស់ខ្ញុំជាការជាមតិឬក៏ជាយោបល់របស់ខ្ញុំជាទស្សនៈរបស់ខ្ញុំទេដែលថាស្អែកនេះវាមិនអត់មានភ្លាមទេប៉ុន្តែជាក់ស្ដែងបែបណាគ្រាន់តែដល់ថ្ងៃស្អែកគឺយើងអញ្ចឹងអាហ្នឹងគេហៅថា strong without strong evidence មានន័យថាយើងអត់មានភស្តុតាងណាមួយឲ្យច្បាស់លាស់យើងមកបញ្ជាក់ថាវានឹងកើតឡើងបែបហ្នឹងទេវាគ្រាន់តែការគិតរបស់អូខេ next បាទចុងក្រោយគឺទម្រង់ប្រយោគសំណួរបាទ will បូក subject បូក best verb បូក object example will you get married next year តើអ្នករៀបការនៅឆ្នាំក្រោយបាទតើអ្នកនឹងរៀបការនៅឆ្នាំក្រោយទេបាទអញ្ចឹងយើងឆ្លើយជា yes no question yes I will or no I will not or no I won't បាទអញ្ចឹងយើងអាចប្រើប្រាស់ទម្រង់នេះបានសម្រាប់សួរគេដែរនៅពេលដែលយើងប្រើប្រាស់វាបាទអញ្ចឹងបញ្ជាក់ម្ដងទៀត will for prediction មានន័យថាយើងប្រើប្រាស់ will ដើម្បីនិយាយអំពីសកម្មភាពនៅអនាគតដែលយើងចង់បង្ហាញប្រាប់ពេលថាវាមិនមានអីកើតឡើងពេលអនាគតប៉ុន្តែវាអត់ច្បាស់លាស់ទេវាអត់ជាក់លាក់ទេវាគ្រាន់តែជាការគិតឬក៏ការសម័យនឹកគិតជាគំនិតរបស់យើងតែប៉ុណ្ណោះបាទ may and might បាទវាទៅតែប្រហែល for possibility មានន័យថាប្រហែលថាវាប្រើដើម្បីនិយាយអំពីអីមួយដែលនឹងអាចកើតមានឡើងនៅពេលអនាគតដែរបាទហើយ may or might ក៏យើងអាចប្រើក្នុង present បានដែរបាទតែនៅទីនេះខ្ញុំចង់សង្កត់ធ្ងន់ទៅលើ future បាទអូខេអញ្ចឹង used to express possibility អញ្ចឹង may or might នេះគឺយើងប្រើសម្រាប់បង្ហាញអំពីអ្វីមួយដែលវានឹងអាចកើតឡើងប៉ុន្តែជាក់ស្ដែង might គឺវា uncertain ជាមានន័យថាវាអត់វាស្ពិតស្ពិលជាង may ទៀត may វាច្បាស់ជាង might បាទជាក់ស្ដែងណាបាទអូខេយើងមើល form វា subject plus may might plus best verb ដូចវាដែរគ្រាន់តែដូរពីវាដាក់ may ឬក៏ might ហើយបូកជាមួយនឹងកិរិយាសព្ទដែរហើយតោះមកទៅបូកជាមួយកម្មរបស់ឧទាហរណ៍ It may rain later so you should take an umbrella បាទ again it may rain later so you should take an umbrella បាទតែទៅវាប្រហែលមិនភ្លៀងបាទបន្តិចទៀតបាទ later បន្តិចទៀតបាទ so ចុះមានន័យថាដូច្នេះអ្នកគួរតែយកឆាប់ទៅជាមួយបាទឬក៏ប្រើឆាប់យកឆាប់ទៅជាមួយណាព្រោះបើសិនបើភ្លៀងយើងត្រូវប្រើប្រាស់ឆាប់ដែរដើម្បីកុំឲ្យទឹកណែអត់បាទអញ្ចឹងប្រយោគនេះចង់មានន័យថាម៉េចហេតុអីបានមានប្រើមេនាទីអញ្ចឹងមេនាទីនេះមានន័យថាប្រហែលជានេះយើងអ្នកនិយាយយើងកំពុងតែនៅស្ថានភាពហ្នឹងឥឡូវហ្នឹងឧទាហរណ៍គ្រូអញ្ចឹងខ្ញុំមើលទៅឃើញពពកឬខ្មៅអ៊ូអាប់មានរឿងសតុំអញ្ចឹងខ្ញុំចាប់ដាក់គិតបាទអូប្រហែលវានឹងភ្លៀងហើយប្រហែលវានឹងភ្លៀងព្រោះវាខ្មៅងឹតមានខ្យល់ទៀតបាទអញ្ចឹងអ្នកគួរតែយកឆាប់ទៅជាមួយហ្នឹងជាលក្ខណៈដែលយើងប្រើប្រាស់មេឬក៏ម៉ៃព្រោះយើងឃើញថាវាអាចនឹងភ្លៀងអាចនឹងមានភ្លៀងដោយសារពពកខ្មៅមែនទេណាបាទមែនទេអូខេមួយទៀតយើងអាចប្រើម៉ៃដែរ I might go to the party but I'm not sure អញ្ចឹងយើងឃើញម៉ៃវារៀងស្ពេចស្ពិលជាមេទៅទៀតមានន័យថាវាអត់ច្បាស់ទៅមានន័យថាម៉េចនៅប្រយោគនេះខ្ញុំប្រហែលនឹងទៅចូលរួមកម្មវិធីជប់លៀងប៉ុន្តែខ្ញុំអត់ទាន់ច្បាស់បាទអញ្ចឹងយើងគេសួរយើងថាតើអ្នកទៅកម្មវិធីជប់លៀងអត់ខ្ញុំប្រហែលនឹងទៅអញ្ចឹងយើងគ្រាន់តែលើកពាក្យប្រហែលមានន័យថាប្រហែលជា 40% ទេដែលគាត់ទៅចូលរួមបាទ 60% ទៀតច្បាស់គាត់មិនបានទៅចូលដូចខ្មែរយើងទៅសួរថាតើអ្នកទៅកម្មវិធីជប់លៀងនឹងអត់ប្រហែលជាទៅប៉ុន្តែខ្ញុំអត់ទាន់ប្រកាសទេអញ្ចឹងមានន័យថា 40% ទេដែលគាត់ទៅ 60% ទៀតហើយជាអត់មានន័យថាអត់ទៅវាច្រើនជាងបាទអញ្ចឹងខ្ញុំមើលម្ដងទៀត I might go to the party but I'm not sure ខ្ញុំប្រហែលនឹងទៅកម្មវិធីជប់លៀងនោះប៉ុន្តែខ្ញុំអត់ទាន់ច្បាស់ទេបាទបន្ទាប់យកបដិសេធ subject plus may plus might បូក not បូក best of verb ឬក៏ best verb ហើយបូកជាមួយ object we may not arrive on time បាទទី1ណាបាទពួកយើងប្រហែលជាមិនទៅទាន់ពេលនោះទេបាទអញ្ចឹង we may not arrive on time ពួកយើងប្រហែលជាមិនទៅដល់ទាន់ពេលនោះទេអញ្ចឹង on time នេះមានន័យថាទាន់ពេល
ต่อไปไหม she might not go to market នេះប្រហែលជាមិនទៅផ្សារទេបាទនេះប្រហែលជាមិនទៅផ្សារនោះទេចឹងអាហ្នឹងវាជាការបង្ហាញពីអនាគតការដែរបាទអញ្ចឹងគាត់អាចតទៅពីមុនហ្នឹងវីនេះតទៅទៅកន្លែងដែលគាត់ទៅថាខ្ញុំពួកយើងប្រហែលជាទៅអត់ទាន់ម៉ោងទេឬក៏អត់ទៅអត់ទាន់អនខាងទេបាទហើយយឺតដែរអញ្ចឹងគាត់ព្រៀនម៉េចឬក៏ម៉ៃក៏បានដែរបាទពួកនិយាយពីប្រហែលនឹងទៅយឺតអីទៅបាទតោះប្រយោគសំណួរទាញមេឬក៏ម៉ៃមកខាងមុខបូក subject បូក best verb ឬក៏ best adverb បូក object ដោយសារមក may or might you go to Japan តើអ្នកប្រហែលនឹងទៅប្រទេសជប៉ុនទេបាទសុំទោសកន្លែងនេះគឺយើងដាក់ថា question mark បាទតើអ្នកនឹងទៅប្រទេសជប៉ុនទេអ្នកទៅប្រទេសជប៉ុនអត់បាទអញ្ចឹងបើយើងទៅយើងថា yes I may ឬក៏ I might no I may ឬក៏ I might not បាទ I may not ឬក៏ I might not ត្រឡប់មកវិញយើងឃើញនៅទីនេះដែលយើងនិយាយអំពី will ហើយនឹង may might អញ្ចឹង will បញ្ជាក់ម្ដងទៀតយើងនិយាយអំពីការគិតរបស់យើងការយល់ឃើញរបស់យើងទៅលើសកម្មភាពអីមួយដែលវានឹងកើតឡើងទៅអនាគតប្រការហើយវាអត់មានពោះអានច្បាស់លាស់ទេបាទចំណែក may might វិញយើងប្រើដើម្បីចង់និយាយអំពីសកម្មភាពអីមួយដែលវាអាចនឹងកើតមានឡើងប៉ុន្តែវាក៏អត់ច្បាស់លាស់ដែរអត់ certain មានន័យថាវា uncertainty មានន័យថាវាអត់ច្បាស់លាស់អត់ជាក់លាក់ទេបាទគ្រាន់តែជាការយល់ឃើញរបស់យើងទេបាទអូខេអញ្ចឹងលោកគ្រូថ្ងៃនេះមានតែដំណឹងតែទៅជាមួយ will ហើយនឹង may might ហើយស្គនតែបងប្អូននឹងអាចប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងការទំនាក់ទំនងគ្នាការប្រស័យចិត្តគ្នាទាំងការសរសេរនិងការសន្ទនាផងដែរអញ្ចឹងលោកគ្រូអរគុណច្រើនសូមជម្រាបលា